តើវានឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរបែបណាទៅសម្រាប់ផែនដីបើតាមអ្នកសិក្សាម្នាក់បានឲ្យដឹងថាបើអាកាយនេះជាដុំសិលាវានឹងធ្វើដំណើរក្នុងល្បឿន17គីឡូម៉ែត្រក្នុង1វិនាទីឆ្លងកាត់បរិយាកាសផែនដីស្រទាប់ខាងលើនិងឆេះបែកខ្ញែកជាបំណែកធ្លាក់ស្រោចមកកាន់ផែនដីហើយវាក៏នឹងបង្កជាហានិភ័យទៅលើគម្របព្រៃឈើនិងលំនៅឋានប្រជាជនជាដើមតែបើដុំអាកាយនេះសំឡើងដោយលោហៈធាតុវិញអ្វីៗវានឹងអាក្រក់ខ្លាំងដោយដុំអាកាយនឹងបុកទម្លុះចូលបរិយាកាសផែនដីទាំងកម្រោលបុកផ្ទុកទៅលើផ្ទៃធំហើយដែលវាមានឥទ្ធិពលបំផ្ទុះស្មើនឹងម្សៅ TNT ប្រមាណ20មេហ្គាតោនឬ20លានតោននិយាយឲ្យស្រួលស្ដាប់ទៅគឺប្រមាណ1500ដងនៃថាមពលរបស់គ្រាប់បែកប៉ារ៉ាម៉ាណូដែលទម្លាក់នៅហីរ៉ូស៊ីម៉ាហើយវានឹងបង្កើតជាអំឡុងប្រវែង2គីឡូម៉ែត្រនិងជម្រៅ400ម៉ែត្រទៀតផងអ្វីៗដែលស្ថិតនៅក្បែរនោះនឹងត្រូវបំផ្លាញទាំងស្រុងនិងបង្កជាបាតុភូតធម្មជាតិផ្សេងៗដូចជាគ្រោះរញ្ជួយដីបន្ទុកភ្លើងនិងរលកយក្សស៊ូណាមីជាដើមយ៉ាងណាមិញតាមការកណនាពីអ្នកស្រាវជ្រាវវាអាចមានលទ្ធភាពក្នុងការធ្លាក់ចំតំបន់មួយចំនួនដូចជាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ប្រទេសឥណ្ឌាអាហ្វ្រិកកណ្ដាលនិងភាគខាងលើនៃទ្វីបអាមេរិកខាងត្បូងជាដើមទោះបីយ៉ាងណាវាក៏កំពុងស្ថិតនៅជាការអង្កេតនៅឡើយហើយអ្វីៗសុទ្ធតែអាចមានការប្រែប្រួលពេលនេះយើងក៏មិនចាំបាច់មានការបារម្ភជ្រុលពេកដែរបើអីក្នុងពេលនេះលទ្ធភាពនៃការងាកចេញពីផែនដីរបស់ដុំអាកាយនេះមានដល់ទៅជា 90% ឯណោះ